ពីឆ្នាំ1922ដល់ឆ្នាំ1991សហភាពសូវៀតជាមហាប្រទេសមួយដែលប្រមូលផ្ដុំបណ្ដាសាធារណរដ្ឋចំនួន15ក្នុងនោះមានអ៊ុយក្រែនមួយផងដែរពេញមួយសម័យសហភាពសូវៀតរុស្ស៊ីដែលកាលសម័យនោះមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីដើរតួនាទីជាអំណាចកណ្ដាលរាយបណ្ដាសាធារណរដ្ឋ14ដទៃផ្សេងទៀតប្រៀបបានដូចជាអំណាចមូលដ្ឋានម្ល៉េះហើយរុស្ស៊ីក្នុងនាមជាអតីតអំណាចកណ្ដាលនិងក្នុងនាមជាបំណែកធំជាងគេជាអ្នកទទួលមរតកយោធានយោបាយនិងភូមិសាស្ត្រនយោបាយពីសហភាពសូវៀតបន្ទាប់ពីចក្រភពកុម្មុយនីសមួយនេះរលំរលាយទៅនៅឆ្នាំ1991មិនតែប៉ុណ្ណោះក្រោយពីសាធារណរដ្ឋទាំង15ក្លាយជារដ្ឋឯករាជ្យរៀងៗខ្លួនអស់ហើយរុស្ស៊ីបន្តចាត់ទុកលំហដែនដីនៃអតីតសហភាពសូវៀតថាជាដែនអំណាចរបស់ខ្លួនក្រោមមូលហេតុពីរយ៉ាងធំម្យ៉ាងជនជាតិរុស្ស៊ីច្រើនលានអ្នកបន្តរស់នៅរប៉ាត់រប៉ាយគ្រប់ទីកន្លែងក្នុងបណ្ដាអតីតសាធារណរដ្ឋសហភាពសូវៀតដូចជានៅប៉ែកអេសាននៃប្រទេសអ៊ុយក្រែនជាដើមម្យ៉ាងទៀតរុស្ស៊ីដែលនៅតែចង់ឈរជើងជាមហាអំណាចនៅលើឆាកអន្តរជាតិយល់ដឹងច្បាស់ថាត្រូវតែបន្តអោបក្រសោបបណ្ដាអតីតសាធារណរដ្ឋសហភាពសូវៀតទាំងនេះឲ្យនៅជាមួយខ្លួនហើយយ៉ាងហើយបានជាមកទួលឥឡូវរុស្ស៊ីចេញមុខរារាំងមិនឲ្យមហាអំណាចផ្សេងលូកដៃកប់ជ្រៅចូលមកក្នុងបណ្ដាអតីតសាធារណរដ្ឋសហភាពសូវៀតទេសម្រាប់រុស្ស៊ីបណ្ដាប្រទេសទាំងនេះពិសេសអ៊ុយក្រែនត្រូវតែជាបរទេសស្និទ្ធស្នាលជាងគេបង្អស់របស់ខ្លួនទន្ទឹមនេះតាំងពីឆ្នាំ1991មកបច្ចិមលោកប៉ូលគឺអាមេរិកនិងអឺរ៉ុបគិតតែពីចុងស្រូបយកបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលជាអតីតប្រទេសកុម្មុយនីសរណបសូវៀតនិងបណ្ដាអតីតសាធារណរដ្ឋសហភាពសូវៀតចូលមកក្នុងសហភាពអឺរ៉ុបនិងចូលមកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថាអូតុងជាក់ស្ដែងក្រោយពីស្រូបយកបានអតីតសាធារណរដ្ឋសហភាពសូវៀតចំនួន3រួចមកនោះគឺអេស្តូនី លេតូនី និងលីធួអានីស្រាប់តែសហភាពអឺរ៉ុបនិងអូតុងបើកដៃត្រៀមទទួលយកអ៊ុយក្រែននិងហ្ស័រជីទៀតប៉ុន្តែនេះគឺជាការមួយដែលរុស្ស៊ីមិនអាចទទួលយកបានដាច់ខាតសម្រាប់រុស្ស៊ីបើសិនជាអ៊ុយក្រែននិងហ្ស័រជីពិសេសអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុបឬជាសមាជិកអូតុងនោះបច្ចិមលោកសេរីនិងប្រជាធិបតេយ្យនឹងមានព្រំដែនជាប់នឹងរុស្ស៊ីតែម្ដងហើយនៅពេលនោះសន្តិសុខរបស់រុស្ស៊ីនឹងច្បាស់ជាត្រូវគំរាមកំហែងដោយឡែករុស្ស៊ីមើលឃើញផលប្រយោជន៍3ធំនៃអ៊ុយក្រែនទី1នៅក្នុងលំហអតីតសហភាពសូវៀតបន្ទាប់ពីរុស្ស៊ីខ្លួនឯងអ៊ុយក្រែនជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី2ទឹកដីអ៊ុយក្រែនមានអំណោយផលខ្លាំងសម្រាប់ដំណាំដាំដុះនិងសម្បូរទៅដោយធ្យូងថ្មទី3អ៊ុយក្រែនជាច្រកចេញទៅកាន់សមុទ្រខ្មៅតាមរយៈកំពង់ផែសេបាស្តូប៉ូលនៅត្រង់តំបន់គ្រីមេតាមពិតគ្រីមេជាដែនដីរបស់រុស្ស៊ីតាំងពីដើមមកប៉ុន្តែនៅឆ្នាំ1954ខូឆូវដែលកាលនោះជាមេដឹកនាំសហភាពសូវៀតនិងដែលមានដើមកំណើតជាអ៊ុយក្រែនសម្រាប់កាត់ដែនដីគ្រីមេនេះចេញពីរុស្ស៊ីទៅដាក់នៅក្នុងព្រំដែនរដ្ឋបាលរបស់អ៊ុយក្រែនកាលសម័យនោះទង្វើបែបនេះរបស់ខូឆូវគ្មានន័យអ្វីធំដុំទេត្បិតរុស្ស៊ីក៏ដូចអ៊ុយក្រែនដែរជាទឹកដីរបស់ប្រទេសតែមួយដូចគ្នានោះគឺសហភាពសូវៀតផ្ទុយទៅវិញនៅខែធ្នូឆ្នាំ1991ក្រោយការរលំរលាយទៅនៃសហភាពសូវៀតនៅពេលដែលព្រំដែនរដ្ឋបាលរវាងរុស្ស៊ីនិងអ៊ុយក្រែនคล้ายជាព្រំដែនភូមិសាស្ត្រអន្តរជាតិប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំរុស្ស៊ីមិនសុខចិត្តទេរងចាំតែឱកាសដើម្បីដណ្ដើមយកគ្រីមេមកវិញតាំងពីឆ្នាំ2004មកដោយคล้ายជាទីតាំងយុទ្ធសាស្ត្រនៃការដណ្ដើមឥទ្ធិពលគ្នារវាងបច្ចិមលោកនិងរុស្ស៊ីអ៊ុយក្រែនត្រូវឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏អាសន្នចំនួន2លើករួចមកហើយដំណាក់កាលទី1គឺបដិវត្តន៍លឿងទុំនៅឆ្នាំ2004បដិវត្តន៍លឿងទុំនេះផ្ដួលរំលំរបបអន្តរកាលដឹកនាំដោយអ្នកនយោបាយចាស់
សល់ពីសម័យសហភាពសូវៀតនឹងដាក់ជំនួសវិញដោយអ្នកនយោបាយស្រកក្រោយដែលភាគច្រើនសុទ្ធសឹងជាអ្នកបច្ចិមលោកនិយមជាក់ស្ដែងកាលនោះនៅឆ្នាំ2004យូឆិនគូដែលជាមេបដិវត្តលឿងទុំនិងដែលជាអ្នកបច្ចិមលោកនិយមជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែនរាដំណាក់កាលប្រវត្តិសាស្ត្រទី2ដ៏អាសន្នដែលអ៊ុយក្រែនត្រូវឆ្លងកាត់ដែលហេតុការណ៍ប្រទីងប្រទង់គ្នារវាងបច្ចិមលោកនិងរុស្ស៊ីគឺបដិវត្តឆ្នាំ2013កាលនោះប្រធានាធិបតីរុស្ស៊ីនិយមយ៉ានូកូវីចដែលជាប់ឆ្នោតនៅឆ្នាំ2010ស្រាប់តែត្រូវផ្ដួលរំលំដោយអ្វីដែលគេហៅថាបដិវត្តម៉ៃដានគឺជាឈ្មោះនៃទីលានសាធារណៈមួយនៅទីក្រុងគៀវបដិវត្តម៉ៃដាននេះគឺជាព្រឹត្តិការណ៍ដែលធ្វើឲ្យរុស្ស៊ីបារម្ភខ្លាំងមែនទែននិងដែលរុស្ស៊ីមិនសុខចិត្តទទួលទេហេតុអ្វីចំពោះរុស្ស៊ីច្បាស់ណាស់បដិវត្តលឿងទុំនៅឆ្នាំ2004ជាការលូកដៃរបស់អាមេរិកនិងរបស់អឺរ៉ុបដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យបែបបច្ចិមលោកជ្រាបចូលមកក្នុងប្រទេសអ៊ុយក្រែនរួចហើយលាតសន្ធឹងនៅទីបំផុតទៅដល់ប្រទេសរុស្ស៊ីតែម្ដងដូចគ្នារុស្ស៊ីអះអាងថាបដិវត្តម៉ៃដាននៅអ៊ុយក្រែនក្នុងឆ្នាំ2013ក៏ជាការលូកដៃរបស់បច្ចិមលោកដែរដើម្បីផ្ដួលរំលំប្រធានាធិបតីស្របច្បាប់ម្នាក់ក្រោមមូលហេតុថាប្រធានាធិបតីរូបនោះមានជំហររុស្ស៊ីនិយមការវិវត្តទៅនៃស្ថានភាពនៅអ៊ុយក្រែនក្រោយបដិវត្តម៉ៃដានធ្វើឲ្យប្រធានាធិបតីរុស្ស៊ីពូទីនយល់ច្បាស់នៅបញ្ហាមួយនោះគឺពីពេលនេះតទៅពួកអ្នកនយោបាយស្រកក្រោយភាគច្រើនលើសលប់នៅអ៊ុយក្រែនសម្លឹងមើលទៅទិសខាងលិចហើយឈប់ងាកមកទិសខាងកើតដើម្បីសម្លឹងមើលមករុស្ស៊ីទៀតហើយនេះចំពោះពូទីនគឺជាគ្រោះថ្នាក់មួយធំសម្រាប់សន្តិសុខរបស់រុស្ស៊ីគឺនៅក្នុងបរិបទបែបនេះហើយដែលនៅក្នុងឆ្នាំ2014ពូទីនបង្កសកម្មភាពពីរផ្ទួនគ្នាដែលមានលក្ខណៈប្រថុយប្រឋានខ្លាំងមែនទែនទី1រុស្ស៊ីលូកដៃទៅក្នុងតំបន់ដុងបាសតែកឦសាននៃអ៊ុយក្រែនជាទីដែលប្រជាជនភាគច្រើនជាជនជាតិរុស្ស៊ីឬជាអ្នកនិយមប្រើប្រាស់ភាសារុស្ស៊ីការលូកដៃរបស់រុស្ស៊ីទៅក្នុងតំបន់ដុងបាសបង្កឲ្យមានការបះបោរដែលក្រោយមកคล้ายជាសង្គ្រាមតរហូតមកទល់សពថ្ងៃរវាងអ្នកបច្ចិមលោកនិយមនិងអ្នករុស្ស៊ីនិយមសកម្មភាពទី2របស់ពូទីនគឺការក្រសោបយកគ្រីមេនៅឆ្នាំ2014ដដែលនោះក្រោមមូលហេតុថារុស្ស៊ីត្រូវតែការពារជនជាតិរុស្ស៊ីនៅគ្រីមេនិងក្រោមមូលហេតុថាប្រជាជននៅគ្រីមេសម្រេចប្រកាសឯករាជ្យរួចហើយផ្ដាច់ខ្លួនចេញពីអ៊ុយក្រែនមកចុះជួលជាមួយរុស្ស៊ីម្ល៉េះហើយតាំងពីឆ្នាំ2014នោះមកអ៊ុយក្រែនคล้ายជាចំណុចក្តៅคล้ายជាវិបត្តិអន្តរជាតិធ្ងន់ធ្ងររវាងរុស្ស៊ីនិងបច្ចិមលោកពីវិបត្តិប្រទេសអ៊ុយក្រែនគេអាចទាញយកមេរៀនពីរសំខាន់មេរៀនទី1នៅទីបំផុតក្នុងការប្រទីងប្រទង់គ្នារវាងបច្ចិមលោកនិងរុស្ស៊ីអ្នកខាតធំគឺប្រជាជាតិអ៊ុយក្រែនម្យ៉ាងប្រទេសមួយនេះរួញទូចដោយត្រូវបាត់បង់ដែនដីគ្រីមេម្យ៉ាងទៀតប្រទេសមួយនេះត្រូវបន្តស្គាល់អស្ថិរភាពត្បិតតំបន់ដុងបាសនៅបន្តស្ថិតក្នុងភ្លើងសង្គ្រាមកំហុសធំរបស់អ៊ុយក្រែនគឺអសមត្ថភាពក្នុងការឈរជើងជារដ្ឋអធិបតេយ្យដោយហេតុការបាក់បែកផ្ទៃក្នុងរវាងអ្នកបច្ចិមលោកនិយមនិងអ្នករុស្ស៊ីនិយមនិងដោយសារតែពួកមហាអំណាចលូកដៃកកូស្រេចតែអំពើចិត្តប្រទេសមួយនេះខ្លាំងក្លាពេកមេរៀនទី2គឺនៅទីបំផុតពួកមហាអំណាចទាំងសងខាងនៅតែជាអ្នកចំណេញនៅម្ខាងរុស្ស៊ីកញ្ឆក់យកបានដែនដីគ្រីមេមកវិញនិងមានឥទ្ធិពលខ្លាំងឡើងជាលំដាប់នៅក្នុងតំបន់ដុងបាសតាមរយៈវត្តមាននៅទីនោះនៃពួករុស្ស៊ីនិយមនៅម្ខាងទៀតសប្តាហ៍នេះបច្ចិមលោកអឺរ៉ុបនិងអាមេរិកមានឥទ្ធិពលសឹងផ្ដាច់មុខទៅលើអ៊ុយក្រែនក្នុងន័យថានៅក្នុងប្រទេសនេះអស់មានទៀតហើយអ្នកនយោបាយរុស្ស៊ីនិយម